សូមជូនរឿងក្របីតូចនិងកសិករខ្ជិលច្រអូសនៅពេលព្រឹកមួយការងារនៅស្រែចាប់ផ្ដើមឡើងចាំតារានិងនារីជាប្រពន្ធនាំគ្នាធ្វើស្រែភ្ជួររាស់ដោយរាល់ដងក្របីឈ្មោះខ្លាំងកំពុងទីងរណាស់ព្រះអាទិត្យឡើងខ្ពស់ខ្លាំងបន្តធ្វើការភ្ជួររាស់របស់វាធម្មតាម្ចាស់របស់វាសុកក៏មានអារម្មណ៍ថាក្តៅថ្ងៃក្តៅដូចភ្លើងខ្លាំងនឿយហត់ណាស់សុខាក្មេងក្នុងភូមិតាំងចិត្តជួយឲ្យវាផឹកទឹកក្នុងសុបិនច័ន្ទតារាមើលឃើញស្រូវច្រើនពេញស្រែតែវាមិនដឹងថាការខំប្រឹងប៉ុន្មានទើបទទួលបានមួយសប្តាហ៍ក្រោយទឹកស្រែស្ងួតទឹកនៅស្រះអស់ដីប្រេះបែកប្រជាជនព្រួយបារម្ភហើយខ្លាំងឈរមើលស្រែដោយក្តីសោកស្ដាយនៅពេលយប់ស្ងាត់ខ្លាំងដើរទៅជិតស្រះស្ងួតហើយអធិដ្ឋានទៅព្រះមេធឿបង្កើតទឹកភ្លាមនោះព្រះមេធឿបង្កើតទឹកបង្ហាញរាងពីមេធឿហើយបាននិយាយប្រាប់ថាការខំប្រឹងនិងចិត្តល្អនឹងនាំឲ្យទឹកត្រឡប់មកវិញនៅពេលនោះភ្លៀងធ្លាក់ត្រឡប់មកវិញហើយស្រែមានទឹករុងរឿងឡើងវិញច័ន្ទតារាចាប់ដៃជួយខ្លាំងក្នុងការងាររដូវប្រមូលផលមកដល់ប្រជាជនរាំលេងដោយមានសេចក្តីសុខខ្លាំងទទួលបានការគោរពដោយជាមិត្តស្មោះពីមនុស្សព្រះអាទិត្យលិចលើស្រែស្រូវដែលពោរពេញដោយសេចក្តីសុខច័ន្ទតារារៀនថាការខំប្រឹងនិងការយកចិត្តទុកដាក់ជួយឲ្យជីវិតរីកចម្រើនសូមអរគុណ